សួស្តីបងថ្ងៃនេះមកផ្លែជើងរត់ដងហើយថ្ងៃនេះក៏ចង់មកបង្ហាញរបៀបធ្វើនំម្ដងភេទនំ Castella តែមានសាច់នំទន់ល្មើចឹងហើយរសជាតិវិញគឺអត់សូវផ្អែមទេបងហើយចង់មកបង្ហាញរបៀបធ្វើនំត្រួសនៅក្នុងវីដេអូនេះតែខ្ញុំបានធ្វើខ្លួនឯងផ្ទាល់ហើយគឺធានាជូនថាវាឆ្ងាញ់ហើយបងអាចធ្វើតាមដូចវីដេអូនេះក៏បានហើយបើចង់បានព័ត៌មានលម្អិតបងអាចជួយ subscribe វីដេអូហើយនឹងអាច comment បានខ្ញុំប្រាប់ពីរបៀបធ្វើលម្អិតជូនបងហើយសម្រាប់វីដេអូនេះវិញគឺជាប្រភេទដែលយើងធ្វើផ្ទាល់ដៃហើយបាននំ8ដុំដូចនំដែលខ្ញុំបានបង្ហាញនៅវីដេអូដំបូងអញ្ចឹងបងគឺយើងពុះទៅបាន8នំហើយបងអាចចង់ធ្វើលក់ក៏បានចង់ធ្វើញ៉ាំឲ្យកូនញ៉ាំទៅសាលារៀនក៏បានដែរបងគឺរសជាតិអត់សូវផ្អែមទេដោយសាររូបមន្តខ្ញុំកាំថយស្ករខ្លាំងណាស់យើងអត់តម្រូវគឺផ្អែមពេកទេហើយនេះយើងរោយសូកូឡាគ្រាប់សូកូឡាពីលើតិចទៅបើបងមានគ្រាប់ធម្មជាតិក៏បានដែរអញ្ចឹងអរគុណច្រើនបងដែលបានមើលវីដេអូនេះ